ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបង្ហាញពីការរៀបចំឯកសារសម្រាប់យើងចូលទៅសម្ភាសន៍នៅស្ថានទូតអាមេរិកហើយវីដេអូនេះសូមផ្ញើជូនជាពិសេសដល់បងប្អូនស្រីម្នាក់ដែលគាត់បានឆាតមកសួរខ្ញុំពីរបៀបនៃការយើងរៀបចំឯកសារហ្នឹងដោយសារតែគាត់ជិតដល់ថ្ងៃចូលសម្ភាសន៍នៅស្ថានទូតហើយគាត់សម្ភាសន៍នៅតាមខេត្ត10នេះឯងអញ្ចឹងសម្រាប់ខ្ញុំបានទៅបណ្ដាគារទិញសមីថ្លាបែបនេះហើយសមីហ្នឹងទំហំกระดาษ A4 ទំហំกระดาษរាមយើងធម្មតាបែបហ្នឹងដោយសារតែសមីហ្នឹងវាងាយស្រួលដោយសារនៅក្នុងហ្នឹងគេមានថង់ផ្លាស្ទិកនៅក្នុងហ្នឹងសម្រាប់ឲ្យយើងសូកឯកសារចូលពុកម៉ែបងប្អូនហើយសម្រាប់ខ្ញុំពេលដែលខ្ញុំទៅសម្ភាសន៍នៅស្ថានទូតហ្នឹងខ្ញុំយកតែពីរឯកសារតែពីរអាល់ប៊ុមទេគឺបែបនេះតែពីរអាល់ប៊ុមទេអត់មានអីញ៉ៃញ៉ៃទេយើងកាន់តែពីរនឹងឯងចូលទៅស្ថានទូតអញ្ចឹងអាល់ប៊ុមមួយហ្នឹងគឺខ្ញុំចែកដាច់ពីគ្នាអាល់ប៊ុមទី1នេះគឺយើងដាក់ឯកសារផ្សេងដែលពាក់ព័ន្ធជាមួយយើងហើយនឹងតម្រងផ្សេងដែលខាងមេធាវីគាត់តម្រូវឲ្យយើងយកទៅជាមួយអញ្ចឹងក្នុងនឹងមានដូចជាសបុតបច្ចៈកណាតសបុតបច្ចៈភាពនៅលាវសញ្ញាបត្រនៃការសិក្សារបស់យើងសភើគ្រួសារអត្តញ្ញាណប័ណ្ណប៉ាសពតលិខិតថ្កោលទោសហើយនឹងតម្រងផ្សេងទៀតដែលខាងស្ថានទូតឬក៏ខាងមេធាវីរបស់យើងតម្រូវយើងយកទៅជាមួយអញ្ចឹងគឺខ្ញុំដាក់មកអាល់ប៊ុមនឹងតែម្ដងអញ្ចឹងងាយស្រួលនៅពេលដែលពេលសម្ភាសន៍ហ្នឹងនៅពេលដែលគេចង់បានឯកសារណាមួយយើងគ្រាន់តែបើកអាល់ប៊ុមរបស់យើងទៅយើងហុចឲ្យគេស្រួលវាអត់ញ៉ៃញ៉ៃធ្លាក់ឯកសារញ៉ៃញ៉ៃអញ្ចឹងណាពុកម៉ែបងប្អូនចាហើយសម្រាប់អាល់ប៊ុមទី2នេះគឺជាអាល់ប៊ុមដែលខ្ញុំធ្វើដើម្បីបង្ហាញពីផុសតាងនៃទំនាក់ទំនងរបស់យើងអញ្ចឹងក្នុងផុសតាងហ្នឹងបងប្អូនមានអីខ្លះបងប្អូនដាក់មកអាល់ប៊ុមផ្សេងដូចខ្ញុំអញ្ចឹងមកអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំដាក់អញ្ចឹងមកមានរូបថតមានអីអញ្ចឹងណាហើយយើងមាន welcome គេអញ្ចឹងទៅថាអាល់ប៊ុមហ្នឹងគេនិយាយពីអីអញ្ចឹងទៅហើយមានរូបអីបន្តិចដាក់អញ្ចឹងមកតមកទៀតយើងមានរូបថតនៅក្នុងហ្នឹងអញ្ចឹងណាហើយយើងមានសរសេរប្រាប់គេតិចទៅថារូបថតហ្នឹងយើងធ្វើអីយើងទៅណាអញ្ចឹងណាដូចខ្ញុំអញ្ចឹងអានេះខ្ញុំប្រាប់គេថាហ្នឹងលើកទី1ដែលគាត់មកលេងខ្ញុំនៅស្រុកខ្មែរអញ្ចឹងណាហើយយើងមានរូបថតដាក់អមកហើយនេះលើកទី2គាត់មកលេងខ្ញុំអញ្ចឹងណាមកលេងលើកទី2ហ្នឹងមកលេងពីថ្ងៃទីម៉ានដល់ទីម៉ានហើយខ្ញុំទៅទទួលគាត់នៅបលៀនអញ្ចឹងយើងដាក់មកយើងមានរូបថតជាខុសតាអញ្ចឹងណាហើយយើងទៅលេងនៅណាអីចឹងលើកទី3អីចឹងទៅមានមិត្តភ័ក្តិបងប្អូនទៅទទួលគាត់នៅបលៀនអញ្ចឹងយើងដាក់មកទាំងអស់មកនិយាយរួមគឺយើងត្រូវមានរូបថតបច្ចៈយើងមានអក្សរអញ្ចឹងហើយយើងមានរូបថតជាផុសតាងបច្ចៈអញ្ចឹងណាពុកម៉ែបងប្អូនចាហើយយើងបានដើរលេងជុំគ្រួសារអញ្ចឹងយើងដាក់មករូបថតជុំគ្រួសារហ្នឹងចាដោយអានេះអញ្ចឹងខ្ញុំមានដាក់ទៀតថារូបហ្នឹងជាអ្នកណាខ្លះត្រូវជាបងត្រូវជាប្អូនត្រូវជាឪពុកជាម្ដាយអីអញ្ចឹងណាចាយើងបានទៅញ៉ាំអាហារជុំគ្រួសារមួយគ្នាហ្នឹងអាហ្នឹងគឺយើងដាក់ទាំងអស់មកនិយាយរួមរូបថតមានច្រើនប៉ុណ្ណាដាក់ប៉ុណ្ណឹងមកបងប្អូនហើយខ្ញុំសូមណែនាំឲ្យពុកម៉ែបងប្អូនដែលគាត់មានរូបថតច្រើនដូចខ្ញុំអញ្ចឹងខ្ញុំសូមណែនាំឲ្យគាត់ធ្វើអញ្ចេះមកគឺគាត់យករូបថតទាំងអស់ហ្នឹងទៅដាក់នៅក្នុង Word ណា insert វាចូលទៅក្នុង Word ទៅយើងចង់បានកระดาษទំហំ A4 មួយទំហំกระดาษរាមយើងធម្មតាមួយហ្នឹងយើងចង់បានរូបថតប្រហែលស្លឹកនៅក្នុងហ្នឹងក៏បានដែរចង់បាន4ស្លឹក5ស្លឹក6ស្លឹកអីអាហ្នឹងគឺអាស្រ័យលើយើងឯងដូចខ្ញុំអញ្ចឹងមានកន្លែងខ្លះមានរូបថត4ស្លឹក5ស្លឹក6ស្លឹកអញ្ចឹងទៅតាមទំហំกระดาษ A4 ហ្នឹងអញ្ចឹងយើងធ្វើអញ្ចឹងទៅវាងាយស្រួលដល់គេមើលឯកសាររបស់យើងបើសិនជាយើង print យើងឲ្យគេផ្ដិតមួយស្លឹកហើយយើងដាក់មួយស្លឹកឲ្យគេមើលគេក៏ខ្ជិលបើកមើលដែរលេង50-60រូបថតអីបើក50-60ស្លឹកអីបើដូចខ្ញុំអញ្ចេះ50-60រូបថតបើកតែប្រហែល6-7ស្លឹកវិញមើលឃើញទាំងអស់តែម្ដងហើយពេលយើងធ្វើនៅក្នុងกระดาษA4 ហ្នឹងហើយក្នុង Word ហ្នឹងហើយយើងយកទៅកន្លែងគេផ្ដិតរូបទៅយ៉ាងឲ្យគេផ្ដិតជាលក្ខណៈกระดาษរូបថតមកចាប៉ុន្តែវាមានមួយស្លឹកហ្នឹងវាមាន4-5ស្លឹក6ស្លឹករូបថតនៅក្នុងហ្នឹងអញ្ចឹងវាងាយស្រួលអញ្ចឹងណាពុកម៉ែបងប្អូនចាហើយបន្តមកទៀតដោយសារពួកខ្ញុំប្រើប្រាស់បណ្ដាញសង្គម Facebook សម្រាប់តាក់ទងគ្នាអញ្ចឹងរាល់សកម្មភាពដែលពួកខ្ញុំធ្វើផ្សេងអញ្ចឹងគឺខ្ញុំផុសនៅលើ Facebook អញ្ចឹងបងប្អូនបានផុសនៅលើ Facebook បងប្អូន screenshot ផុសដែលយើងបានផុសនៅលើ Facebook ហ្នឹងមកយើងផុសពីអីយើង screenshot មកយើងគាត់មាន tag ឲ្យយើងមាន tag ឲ្យគាត់អីហ្នឹងយើង screenshot មកហើយតើពេលយើង screenshot ដល់ post ដែលយើងបាន post ហ្នឹងហើយយើងមាន screenshot comment
là tiền bóng ổn dương mật phẹ dương bóng ổn quạt rư mật phẹ quạt comment ấy nắng cứ dương screenshot là comment nắng dùng mà om cho mùi trắng nó bông mày bóng ổn rồi nên trắng dương miền phô chân tới dương miền đặt comment cái comment này lại chân từ bắt đầu mà tiết dương miền làประวัติในการเตะตองบ่យើងยังមានដោយសារពួកខ្ញុំប្រើឆាតសម្រាប់เตะតងគ្នាអញ្ចឹងនៅក្នុងឆាតយើងមាន message ច្រើនយើងមានទាំង video call យើងមានទាំងសារជាសំឡេងសារជាអក្សរហ្នឹងគឺយើង screenshot យកមកទាំងអស់មកបងប្អូនបានច្រើនប៉ុណ្ណាល្អប៉ុណ្ណឹងដូចខ្ញុំអញ្ចឹងអាចឆ្លោះគ្នាក៏ដាក់ផ្អែមល្ហែមក៏ដាក់ដែរដាក់ទាំងអស់ឲ្យគេឃើញចាយើងដាក់ចឹងមកនេះគាត់មានឆាតមកយើងឆាតទៅគាត់អីហ្នឹងគឺយើងដាក់ទាំងអស់មកបងប្អូនដូចខ្ញុំចឹងច្រើនហើយបន្តមកទៀតដោយសារខ្ញុំជាវីសាគួរតរឹងអញ្ចឹងពេលដែលគាត់មកស្រុកខ្មែរហ្នឹងគឺគាត់បានទិញជានៅស្រុកខ្មែរដើម្បីភ្ជាប់ពាក្យខ្ញុំអញ្ចឹងអាវិក័យប័ណ្ណជាហ្នឹងក៏យើងត្រូវដាក់ជាមួយដែរដើម្បីឲ្យគេឃើញហើយបន្តមកទៀតអានេះ1 2 3 4 5 6ហ្នឹងគឺជាសបុតយន្តហោះដែលគាត់ហោះពីស្រុកគាត់មកលេងយើងនៅស្រុកខ្មែរហ្នឹងអាហ្នឹងក៏យើងត្រូវរក្សាទុកឲ្យបានល្អដែរដើម្បីទុកជាភស្តុតាងបង្ហាញថាគាត់បានមកលេងយើងអញ្ចឹងណាពុកម៉ែបងប្អូនដូចខ្ញុំអញ្ចឹងនេះ1 2 3 4 5 6 6ដងដែលគាត់មកលេងអញ្ចឹងសបុតហ្នឹងក៏យើងត្រូវទុកឲ្យរៀបឲ្យស្អាតដាក់អញ្ចឹងមកกระดาษ A4 កាប់ពៀននៅក្នុងกระดาษ A4 ហើយស្រួចចូលក្នុងនឹងមកពុកម៉ែបងប្អូនហើយមានពុកម៉ែបងប្អូនមួយចំនួនទៀតដែលគាត់ចង់និយាយថាគាត់មានកระดาษផ្ញើលុយផ្ញើឲ្យអញ្ចឹងអាហ្នឹងក៏យើងដាក់បានដែរតែដោយសារតែខ្ញុំមិនដែរយកលុយពីគាត់ទេខ្ញុំមិនដែរយកលុយពីគាត់ទេក្នុងតំណែងតំណងនឹងអញ្ចឹងខ្ញុំអត់មានទេអត់មានកระดาษផ្ញើលុយផ្ញើអីទេចាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនរៀងវែងតិចហើយអរគុណច្រើនជម្រាបលាបាយបាយ